បាទជាប់ខាងបាទទូហ្វូអាមីអាស៊ីបាទបញ្ជូនបាទរសាកាសាំបាទមូសាទៅខ្លួនឯងមូសាមួយជើងនេះមកជាប់ខាងទូហ្វូអាមីអាស៊ីតាក់ទងជាមួយអារម្មណ៍ពេលហ្នឹងនិយាយទៅយើងជាគ្រូយើងតែងតែជួបស្ថានភាពនឹងច្រើនដែរដូចគ្នាយើងធ្លាប់ជួបច្រើនដងហើយក្នុងការវឹកហាត់ក្នុងការអីហើយក្នុងការប្រកួតកម្រិតផ្សេងប៉ុន្តែនៅក្នុងពេលហ្នឹងចំពោះគ្រូក៏អត់សូវបារម្ភហ្មងដែរដោយសារតែក្រុមយើងនៅតែអាកាសសម្រុកមានអាកាសសម្រុកច្រើនហើយក្រុមគេលេងទៅទប់ឯងហើយគ្រាន់តែនីតិវាចេះតែខាយទៅអញ្ចឹងយើងកាន់តែបង្កើនចំនួនប្រយុទ្ធឲ្យកាន់តែច្រើនហើយស្របពេលដែលខាងគេធ្វើប្រហែសរៀបចំបាល់ set play យើងលេងបាល់ខ្លីក៏រកបានគាត់បាល់មកវិញនៅពេលដែលក្រុមទូហ្វូបាននាំមុខយើងមួយនៅក្នុងវគ្គផ្ដាច់ព្រាត់ពានរង្វាន់សុខលីកយើងមានអារម្មណ៍ថាជាសម្ពាធមួយព្រោះដោយសារវាចិត្តចប់តង់ទី2ហើយតែនៅពេលដែលចូលដល់ម៉ោងថែមក្រុមយើងមានការរៀបចំល្អយើងមានការតាំងចិត្តថាយើងត្រូវតែរកគ្រាប់តាមស្មើនឹងរកគ្រាប់វាបកយកឈ្នះវិញសម្រាប់បាល់ទាត់យើងសំខាន់ទី1គឺអារម្មណ៍យើងប្រមូលអារម្មណ៍ពួកគាត់ឲ្យចូលគ្នាឲ្យលេងស៊ីចង្វាក់តែយើងគេនាំមុខយើងមួយហើយយើងបែកអារម្មណ៍ចាប់តាមឲ្យគេមានគ្រាប់បាល់តទៀតតែបើយើងប្រមូលអារម្មណ៍ចាប់តាមសាមគ្គីគ្នាលេងទៅមុខធ្វើឲ្យក្រុមយើងជោគជ័យវិញហ្វេនរឿងរតនាក៏បញ្ជូនឲ្យមូសាទូចខាក់ហ្វាំងចុះហ្វាំងឡើងទូចខាក់ទៅខ្លួនឯងបញ្ជូនដល់នេះឱកាសឲ្យទូចខាក់របស់ទីលោកញ៉ាំបាននៅភក្តីលោកគឺការបញ្ចប់ការប្រកួតទាំងស្រុងតែម្ដងចូលរួមអបអរសាទរទៅដល់ខ្មែរ United ក្រុមជើងឯក Soccer League រដូវកាលទី7នេះក៏ចូលរួមសោកស្ដាយទៅទូហ្វូអាមីអាស៊ីបានត្រឹមជើងឯករងហើយក៏ព្យាយាមជាមួយនឹងចំណាប់អារម្មណ៍ជាមួយនឹងការរៀបចំក្រុមសម្រាប់ឆ្នាំនេះយើងដឹងហើយក្រុមយើងគឺជាក្រុមដែលការពារតំណែងជើងឯកហើយក្នុងនេះចំពោះសមាជិកក៏ដូចគ្នាក៏ក្រោយពីចប់ពានមកយើងក៏មានការផ្លាស់ប្ដូរចង់សឹងតែពាក់កណ្ដាលហើយជាមួយកីឡាករថ្មីហើយមានកីឡាករយុវជនខ្លះជាប់បម្រាមគាត់អាចលេងបានអញ្ចឹងចំពោះខ្ញុំអាចថាដូចជាការរៀបចំក្រុមថ្មីប៉ុន្តែខ្ញុំសប្បាយចិត្តក្រោយពីយើងចាប់ផ្ដើមវឹកហាត់មួយរយៈមកឆ្លងតាមរយៈការប្រកួតសមផ្សេងគឺក្រុមទោះតែកីឡាករថ្មីក៏គាត់ងាយស្រួលយល់ពីរបៀបលេងរបស់ក្រុមយើងអញ្ចឹងគ្រូអត់ពិបាកក្នុងការធ្វើការទេអញ្ចឹងសម្រាប់ឆ្នាំនេះយើងនៅតែមានទំនុកចិត្តថាយើងនឹងអាចធ្វើបានល្អមិនខុសពីឆ្នាំមុនទេ